Hello ស្រីអ្នកទាំងអស់គ្នាថ្ងៃនេះអេមាននឹងយកពីទី2មកស្ដាប់ដែលរឿងដែលចំនួនទៅថាដល់វាយអ្នកអស់មកចាស់ចង់មករួមចាប់ពី review យើងទៅសាជាមួយនឹងអេមានទាំងអស់គ្នានៅឯរាជដំណាក់ទី3នៃវិមានលើភ្នំកន្លែងនេះជាកន្លែងណាហើយខ្ញុំមកទីនេះបានដោយរបៀបណាវាដូចជាពិភពមួយផ្សេងវិមាននេះស្ថិតនៅលើភ្នំរយៈពេល500ឆ្នាំហើយមើលចុះវាមានសភាពបែបនេះមែនទេអ្នកទាំងអស់គ្នាគិតថាកន្លែងនេះគួរឲ្យខ្លាចដែរទេចាំបន្តិចញៀនរបស់ខ្ញុំបានប្រាប់ថាដូចជាមានអ្វីម្យ៉ាងស្ថិតនៅទីនេះតើមានរឿងអ្វីបានកើតឡើងនៅទីនេះមិនសូវស្រួលភ័យខ្លាចវាមានរំពណ៌ទៅដោយច្រវាក់តើមានអ្វីកើតឡើងឲ្យប្រកាសទៅផ្កាទាំងអស់នោះវាមើលទៅដូចការបិសាចផ្កានៃពន្លឺព្រះច័ន្ទហេតុអ្វីរិចទៅនៅទីនេះច្រើនម្ល៉េះផ្កានេះវាស្រស់ស្អាតណាស់ហេតុអ្វីពួកគេគិតថាគួរឲ្យខ្លាចទៅវិញសំឡេងបន្លឺឡើងពីលើមេឃពួកឯងមើលទៅមានឋានៈណាស់និងមានអំណាចខ្លាំងណាស់អាចនិយាយសាកឆ្លើយឆ្លងពីលើឋានៈទៀតអ្នកទាំងអស់គ្នានៅទីនេះស្ដាប់អ្នកដែលមកទីនេះហើយមិនអាចចាក់ចេញបានទេនឹងធ្វើអ្វីក្នុងវិមាននេះឲ្យអស់ពីចិត្តមកកាន់យើងរាល់សកម្មភាពទាំងអស់ត្រូវតែប្រាប់យើងអ្វីនៅទីនេះមិនឲ្យលេងចេញទៅខាងជាទៅក្រៅជាដាច់ខាតមើលបើមានរឿងណាមួយលេចចេញនៅក្រៅគុំថាយើងគ្មានមេត្តាអ្នកនោះត្រូវស្លាប់បម្រើយើងមិនទុកចិត្តយើងត្រូវស្លាប់វាជាសំឡេងឈួតយ៉ាងស្អីទៅនិយាយគ្មានវិជ្ជមានវីវ៉ាមិនសមជាមនុស្សអីបន្តិចរួចក៏ស្ងាត់ទៅបាត់ចាប់ទុកទាំងអស់ជាសាកសពឬយ៉ាងម៉េចតើមានមនុស្សគួរឲ្យគ្រោះថ្នាក់បែបនេះប៉ុន្មានអ្នកទៀតនិយាយពោពាក្យទាំងនេះជំនួសឲ្យការនិយាយស្ដីនិងគួរឲ្យគោរពបែបនេះគួរតែត្រូវរៀនសូត្រពីពាក្យសម្ដីល្អជាងឈាមហើយលោកម្ចាស់ចិត្តត្រជាក់កុំខឹងនឹងពួកយើងអីពិតឬបើសិនជាអ្នកទាំងនោះមកអ្នកនៅទីនេះត្រូវស្លាប់គេជាអីជាយាមរាជឬជាអ្វីទៅលោកម្ចាស់បន្ទាប់ពីលោកម្ចាស់បានរស់នៅក្នុងវិមានអស់រយៈពេល500ឆ្នាំមកដូនតារបស់ខ្ញុំជំនាន់មុនបានលាចាកលោកទៅពួកគាត់បានបន្សល់ទុកនៅដំណាក់ត្រាមួយនេះទុកសម្រាប់លោកម្ចាស់សង្ឃឹមថាលោកម្ចាស់មិនប្រកាន់អ្វីចោះយើងទាំងអស់គ្នាត្រូវចូលទៅខាងក្នុងមែនទេប៉ិតមែនហើយដើម្បីបម្រើលោកម្ចាស់នៅក្នុងវិមានមកដល់ដំណាក់កាលនេះមិនដឹងថាគួរតែមិនទៅទេពួកនាងកុំខ្លាចអីខ្ញុំកើតឈឺធ្ងន់ធ្ងរទេខ្ញុំគ្រាន់តែត្រូវលោកម្ចាស់ណែនាំតិចតួចរួចក៏ចេញមកមុនពួកនាងអាចចូលទៅបានតែប្រុសត្រូវទៅវិញពួកនាងត្រូវទៅបម្រើលោកម្ចាស់ក្នុងវិមានហើយត្រូវនៅពេលណាដែលលោកម្ចាស់ហៅតែប៉ុណ្ណោះបើមិនមានការចាំបាច់មិនត្រូវចូលវិមានផ្ដេសផ្ដាសមកតាមខ្ញុំឈាមនេះថ្មីនៅឡើយវាជាឈាមរបស់នរណាម្នាក់ម៉ាក់កូនចង់ទៅផ្ទះចូលឲ្យចិត្តមកសូមគោរពលោកម្ចាស់គ្រាប់អង្កាំពណ៌ក្រហមនោះហេតុអ្វីមើលទៅចម្លែកម្ល៉េះពួកនាងទ្រាំបានប៉ុន្មាន
មានរឿងអីខ្ញុំគួរតែធ្វើយ៉ាងម៉េចគួរធ្វើយ៉ាងម៉េចទៅនាងស្លាប់នាងបានស្លាប់ហើយអានាងមិនមែនជាវ៉ាន់វៀនលីនៅក្នុងក្រុមយើងទេហើយតើនាងជាអ្នកណានាងចូលមកទីនេះបានយ៉ាងដូចម្តេចហេតុអ្វីអ្នកណាម្នាក់ដឹងភាពស្ងៀមស្ងាត់ជាអ្វីដែលពួកនាងគួរតែមានលោកម្ចាស់នៃវិមានដានជូស៊ីម៉ានឈៀវ